នេះគឺជាឧបករណ៍ភ្ញាស់ពងមាន់ស៊េរីថ្មីបងមានតឡាំងស្នោមួយមានតដុំភ្ញាស់ពងមាន់នឹងមួយគឺអាចភ្ញាស់ពងមាន់បានតែម្ដងគឺងាយស្រួលប្រើមែនតើបងមិនច្បាច់តសេះភ្លើងអីញញ៉ៃច្រើនទេដោយសារតែដុំនេះគឺគេរៀបចំមកស្រាប់តែម្ដងឥឡូវនេះជាមួយបើកប្រអប់ទាំងអស់គ្នាថានៅក្នុងឈុតនេះមានអីខ្លះបងនៅក្នុងឈុតរបស់គេគឺមានกระดาษណែនាំជាភាសាខ្មែរមួយហើយសម្រាប់ដុំភ្ញាស់ពងមាន់គឺមានដង្ហើមមានខ្សែ sensor មានអំពូលអីមួយសេតមកតែម្ដងសម្រាប់តម្លៃវិញគឺពិតជាធូរថ្លៃមែនតើតម្លៃត្រឹមតែ$16ទេបងហើយសម្រាប់ការឆោះធុងស្នោបងអើយអាចចោះខាងមុខ4ខាងក្រោយ4ហើយប្លុតធំនេះបងចោះដើម្បីដាក់ដុំហ្នឹងហើយបងឥឡូវនេះខ្ញុំមកបង្ហាញពីរបៀបចោះដាក់ដុំទាំងអស់គ្នាបងមានបន្ទាត់មាន first មកគូសដើម្បីឲ្យត្រូវខ្នាតដើម្បីការពារពេលចោះទៅធំជាងដុំហ្នឹងគឺបងដាក់ដុំហ្នឹងទៅវាអត់ហាប់ល្អបងគឺអាចខូចធុងស្នោចឹងបងគូ first គូអីគូខ្នាតឲ្យធ្វើត្រូវសុខចិត្តចោះបន្លោះហ្នឹងឲ្យទូជាងដុំភ្ញាស់ពងមាន់យ៉ាងតិចមកដើម្បីយើងងាយស្រួលកែកុនតាមក្រោយបងឥឡូវនេះឃើញថាដុំភ្ញាស់ពងមាន់ហ្នឹងគឺរាងធំជាងបន្លោះបន្តិចចឹងយើងកែដុំបន្លោះបន្តិចមកដើម្បីដាក់ឲ្យត្រូវដាក់ទៅស៊ុបហាប់ណែនតែម្ដងហើយសម្រាប់ខ្សែ center បងដាក់ចូលក្នុងមកបន្តមកទៀតដាក់ដុំនឹងចូលមកឥឡូវនេះខ្ញុំដាក់ចូលគឺពិតជាហាប់ណែនល្អមែនតើគឺវាស្អិតជាប់ជាមួយធុងស្នោតែម្ដងវាអត់អលងអីខ្លីខ្លាក់ទេបងហើយបងមួអំពូលចូលដោតខ្សែភ្លើងឥឡូវនេះខ្ញុំដោតខ្សែភ្លើងតេស្តសាក់មើលគឺអំពូលភ្លឺល្អដង្ហើមវិលហើយសម្រាប់ខ្សែ sensor វិញបងដោតចំកណ្ដាលធុងស្នោនឹងមកធ្វើម៉េចឲ្យខ្ពស់ជាងពងមាន់បន្តិចមកដើម្បីកុំឲ្យបាំងពងមាន់បងធ្វើឲ្យកម្ដៅវាគឺវាអត់សពល្អគឺវាបាំងកម្ដៅបាំងអីចឹងទៅហើយសម្រាប់បាធុងស្នោបងក្រាំងកាមដើម្បីការពារកុំឲ្យខូចជើងកូនមាន់បន្តមកទៀតបងប្អូនធ្វើការដាក់ចានទឹកមួយមកគឺដើម្បីឲ្យពងមាន់យើងមានសំណើមធ្វើឲ្យពងមាន់យើងញាស់បានល្អការពារពងមាន់យើងញាស់អត់ចេញធ្វើម៉េចឲ្យសំណើមគ្រប់គ្រាន់បងហើយបន្តមកទៀតបងឲ្យធ្វើការរៀបពងមាន់នឹងចូលមកហើយសម្រាប់មួយធុងនេះគឺអាចដាក់ពងមាន់បានច្រើនមែនទេជិត100ពងបងនេះដោយសារតែពងមាន់ខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំធ្វើវីដេអូបង្ហាញបានតែប៉ុណ្្នឹងទេបាទហើយនេះសិតតែជាកូនមាន់ដែលខ្ញុំភ្ញាស់ផ្ទាល់ដៃបងតែប្រើទូហ្នឹងបងគឺញាស់ល្អមែនតើអត្រាញាស់គឺរហូតដល់ទៅ95%បងបាទហើយនេះគឺជាកូនមាន់ដែលមានអាយុ21ថ្ងៃគឺឆ្លោះល្អមែនតើគេវារៀងធំតិចអីខ្ញុំថតម្ដងទៀតជូនបងមើលអញ្ចឹងបង